នៅប្រទេសកម្ពុជាទឹកដើរតួនាទីយ៉ាងសំខាន់ក្នុងការទ្រទ្រង់ការរស់នៅអាស្រ័យផលរបស់ប្រជាជនការដឹកជញ្ជូននិងសេដ្ឋកិច្ចសហគ្រាសធុនតូចនិងមធ្យមជាច្រើនត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបនឹងការកើនឡើងនៃតម្រូវការទីផ្សារនិងសេដ្ឋកិច្ចទន្ទឹមនឹងការពង្រីកខ្លួននេះការប្រកាន់យកស្តង់ដារសុវត្ថិភាពនិងគុណភាពចំណីអាហារក៏ជាកត្តាចាំបាច់ក្នុងដំណើរឈានចូលសាកលភាវូបនីយកម្មផងដែរសម្រាប់ស្តង់ដារសុវត្ថិភាពចំណីអាហារដែលយើងគិតដល់រឿងអនាម័យឬភូតគាមអនាម័យហ្នឹងវាមានសារៈសំខាន់ណាស់ទាំងការចិញ្ចឹមទាំងការប្រមូលផលទាំងការកែច្នៃឬចែកចាយផ្សេងៗហ្នឹងលទ្ធផលដែលយើងសម្រេចបាននោះមានការទទួលស្គាល់ហើយសុវត្ថិភាពសម្រាប់អ្នកញ៉ាំពីមុនយើងខ្ញុំមិនដឹងថាស្តង់ដារអនាម័យនិងភូតគាមអនាម័យយ៉ាងម៉េចទេហើយក៏មិនដឹងថាអត្ថប្រយោជន៍ដល់សហគមន៍យើងខ្ញុំយ៉ាងម៉េចដែរក្រោយពីបានទទួលវគ្គបណ្ដុះបណ្ដាលពីគម្រោងខាសយើងក៏បានអនុវត្តស្តង់ដារទាំងនេះដើម្បីជួយជំរុញផលិតកម្មដល់សហគមន៍យើងខ្ញុំផងដែរគម្រោងតែងតែសរុបសរុបដឹកនាំឲ្យដៃគូទាំងអស់ហ្នឹងមកជួបគ្នាឱកាសដែលយើងមកជួបគ្នាហ្នឹងគឺជាឱកាសល្អសម្រាប់ឲ្យអ្នកបរិភោគក៏មានទំនុកចិត្តថាអូមិនមែនគ្រាន់តែគេនិយាយហើយយើងតាមគេទេការចិញ្ចឹមរបស់គាត់ដូចអីដែលគេលើកទៅសើឬគេឲ្យពជាបណ្ឌបត្តិហ្នឹងមែនអត់អញ្ចឹងទៅពីដើមដល់ចប់គឺសំខាន់ជាងគេយើងគោរពគោលការណ៍ធ្វើម៉េចយើងផលិតផលដែលមានសុវត្ថិភាពហើយគុណភាពហើយតាមបច្ចេកទេសសម្រាប់ខ្ញុំផ្ទាល់គឺស្តង់ដារអនាម័យនិងពុទ្ធគាមអនាម័យនេះមានសារៈសំខាន់សម្រាប់អ្នកបរិភោគខ្លាំងបំផុតមិនថាសិប្បកម្មមួយណាឬក៏រោងចក្រមួយណាដែលផលិតម្ហូបអាហារគឺខ្ញុំចង់ឲ្យផលិតកម្មទាំងអស់នេះទទួលយកស្តង់ដារអនាម័យពុទ្ធគាមអនាម័យនេះឲ្យប្រជាពលរដ្ឋទាំងអស់ដែលគាត់យល់ដឹងកាន់តែច្បាស់ថាសុខភាពគឺមានសារៈសំខាន់ស្តង់ដារអនាម័យនិងភូតគាមអនាម័យត្រូវបានបង្កើតឡើងដើម្បីធានាសុវត្ថិភាពនិងបង្ការហានិភ័យដល់សុខភាពមនុស្សសត្វនិងរុក្ខជាតិបញ្ជានៅការឆ្លងរាលដាលនៃជំងឺនិងសមាសភាពចង្រៃផ្សេងៗសម្រាប់កិច្ចការដែលយើងអនុវត្តនៅពេលនេះមិនថាតែអ្នកចិញ្ចឹមអ្នកកែច្នៃឬអ្នកចែកចាយទេពួកយើងបាននឹងកំពុងតែចូលរួមយ៉ាងសកម្មនៅក្នុងការអភិវឌ្ឍវិស័យវារីវប្បកម្មនៅកម្ពុជាគម្រោងខាសគឺជាគម្រោងមួយដែលជំរុញឲ្យមានការចិញ្ចឹមការផ្សារភ្ជាប់ទីផ្សារដែលមាននិរន្តរភាពហើយនឹងជំរុញឲ្យមានគុណភាពនិងសុវត្ថិភាពចំពោះត្រីដែលប្រជាកសិកររបស់យើងចិញ្ចឹមនៅក្នុងប្រទេសកម្ពុជាដោយយើងធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងភាគីពាក់ព័ន្ធនៅក្នុងខ្សែចង្វាក់ផលិតកម្មនៃវារីវប្បកម្មគម្រោងខាសសហការជាមួយរដ្ឋបាលជលផលកម្ពុជាបានផ្ដល់ការបណ្ដុះបណ្ដាលចំណេះដឹងនិងជំនាញក្នុងការអនុវត្តអនាម័យការគ្រប់គ្រងសត្វល្អិតនិងការអនុវត្តតាមបទបញ្ញត្តិស្តង់ដារបន្ថែមពីនេះគម្រោងក៏បានផលិតនៅវីដេអូក៏ដូចជាឯកសារអប់រំជាច្រើនទាក់ទងនឹងស្តង់ដារអនាម័យនិងភូតគាមអនាម័យដើម្បីផ្សព្វផ្សាយទៅដល់ដៃគូឲ្យបានទូលំទូលាយតាមរយៈការអនុលោមតាមស្តង់ដារអនាម័យសហគ្រាសធុនតូចនិងមធ្យមមិនគ្រាន់តែរួមចំណែកលើកម្ពស់សុខភាពនិងសុវត្ថិភាពរបស់អ្នកបរិភោគប៉ុណ្ណោះទេថែមទាំងធានាបាននូវនិរន្តរភាពនៃដំណើរការអាជីវកម្មរបស់សហគ្រាសផងដែរដល់ពេលនេះតម្រូវការពីអតិថិជនផងតម្រូវការតាក់ទងជាមួយនឹងសុវត្ថិភាពចំណីអាហារផងការកែច្នៃត្រីរបស់យើងអត់ដូចមុនទេយើងកែច្នៃបានច្រើនមុខជាងមុនយើងជ្រើសរើសត្រីដែលមានស្តង់ដារត្រីដែលយើងចេញពីកសិដ្ឋានយើងដឹងហើយថាគាត់អនុវត្តវារីវប្បកម្មល្អឬក៏អត់ La Marie has done an exceptional job as the owner of Unica and the products that she presents are all shelf stable. They meet the highest standard in quality, the highest standard in food safety that are now sold
across Phnom Penh and across Cambodia. This product can actually sell globally anywhere in the world. It's exceptional. So I'm very impressed, and also how the business has truly grown for Unica in that respect. And so we here for World Vision, working with USDA, are very proud of the achievements that have been made with Unica. ការផ្ដល់សិទ្ធិអំណាចដល់សហគ្រាសធុនតូចនិងមធ្យមតាមរយៈស្តង់ដារអនាម័យនិងភូតគាមអនាម័យជួយឲ្យអ្នកគ្រប់គ្នាទទួលបានអនាគតដែលមានសុវត្ថិភាពជាងមុន។